សួស្តីកូនៗសាថ្នាក់ទី12ទាំងអស់គ្នាវីដេអូនេះលោកគ្រូបន្ថែមខ្លះៗពីរបៀបក្នុងការបំពេញពាក្យស្នើសុំអាហារូបករណ៍សម្រាប់កូនៗដែលមិនទាន់បានចុចគ្រប់ព័ត៌មានអាហារូបករណ៍ទេសូមកូនចុចឲ្យបានគ្រប់គ្នាផងដើម្បីធ្វើការចុចគ្រប់ Telegram បានសូមកូនបើក Telegram បន្តមកទៀតវាយពាក្យដូចលោកគ្រូដាក់បង្ហាញនៅក្នុងវីដេអូហើយកូនចុច Search ក្រោយពីកូនចុច Search កូននឹងទទួលបានលទ្ធផលដូចនៅក្នុងវីដេអូគឺបង្ហាញ logo បែបនេះហើយនឹងឈ្មោះក្រុមយើងឈ្មោះព័ត៌មានអាហារូបករណ៍នៅក្នុងក្រុមព័ត៌មានអាហារូបករណ៍មានឯកសារជាច្រើនគ្រាន់តែនៅក្នុងវីដេអូនេះលោកគ្រូបង្ហាញខ្លះៗឯកសារទី1ពាក្យសុំអាហារូបករណ៍ឯកសារទី2បង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍យើងមើលមកខាងក្រោមទៀតដល់ឯកសារទី6សៀវភៅកម្រងព័ត៌មានឯកសារទី8លេខរៀងក្នុងបញ្ជីបេក្ខភាពសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រឯកសារទី9លេខរៀងក្នុងបញ្ជីបេក្ខភាពសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គមដើម្បីកុំឲ្យវីដេអូនេះវែងពេកលោកគ្រូបង្ហាញជា2ចំណុចក្នុងសិស្សម្នាក់ត្រូវបំពេញទី1គឺពាក្យសុំអាហារូបករណ៍និងទី2បង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍ក្នុងករណីដែលកូនពិនិត្យមើលឃើញថាពាក្យសុំអាហារូបករណ៍ឬក៏បង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍អក្សរមិនសូវច្បាស់នេះអាចមកពីយើង copy ច្រើនសន្លឹកពេកអាចថាយើងមើលទៅវារឿងព្រិលមិនសូវច្បាស់កូនចូលមកក្នុងក្រុមព័ត៌មានអាហារូបករណ៍សម្រាប់កូនដែលមានម៉ាស៊ីន print កូនចុច print ដោយខ្លួនឯងទៅព្រោះដើម្បីឲ្យច្បាស់ល្អសម្រាប់សិស្សម្នាក់កូនត្រូវបំពេញចំនួន2សន្លឹកទី1សន្លឹកទី1គឺពាក្យសុំអាហារូបករណ៍សន្លឹកទី2គឺបង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍ដើម្បីកុំឲ្យខាតពេលកូនដែលមានពាក្យសុំអាហារូបករណ៍កូនយកមកកូនមើលវីដេអូលោកគ្រូបង្ហាញបណ្ដាកូនរៀនបំពេញសារល្បងបណ្ដាបាទជំនាញបន្តមកទៀតលោកគ្រូបើកពាក្យសុំអាហារូបករណ៍នេះមុនដើម្បីត្រៀមក្នុងការបំពេញទាំងអស់គ្នាលោកគ្រូចុចបើកពាក្យសុំអាហារូបករណ៍មុនណាបាទនៅពេលនេះលោកគ្រូបានបើកពាក្យសុំអាហារូបករណ៍បើកឯកសារទី1មិញដោយសារលោកគ្រូបើកនៅលើកុំព្យូទ័រដូច្នេះអាចនឹងមានច្រើនបង្ហាញច្រើនបែបនេះកូនមិនចាំបាច់ខ្វាយខ្វល់ទេកូនគ្រាន់តែមើលទិន្នន័យនៅក្នុងពាក្យសុំនេះមកបាទកូនមើលទៅផ្នែកខាងលើនៅត្រង់ចំណុចសិស្សទូទៅកន្លែងនេះកូនឃើញប្រអប់មួយនៅខាងស្ដាំនេះណាបាទកន្លែងនេះកូនទាំងសិស្សប្រុសទាំងសិស្សស្រីកូនត្រូវគ្រីសនៅត្រង់ចំណុចប្រអប់នេះណាបាទនៅត្រង់សិស្សទូទៅកន្លែងនេះណាបាទតោះយើងគ្រីសទាំងអស់គ្នាសូមបញ្ជាក់ម្ដងទៀតមុននឹងបំពេញពាក្យសុំអាហារូបករណ៍នេះដែរកូនត្រូវប្រើប៊ិចពណ៌ខៀវឬក៏ពណ៌ផ្ទៃមេឃបំពេញហាមកោសលុបឬក៏ប្រើទឹកលុបប្រសិនបើបំពេញខុសកូនត្រូវបដូរក្រដាសពាក្យអាហារូបករណ៍ថ្មីបាទចាត់ទាំងអស់គ្នាណាបាទតោះយើងតទៀតបន្តមកទៀតអត្ថភាពនារីសម្រាប់កូនដែលជាសិស្សស្រីសិស្សនារីកូនត្រូវធីកនៅក្នុងប្រអប់នេះមួយទៀតមកដល់ចំណុចនេះលោកគ្រូបញ្ជាក់ម្ដងទៀតទាំងសិស្សប្រុសទាំងសិស្សស្រីកូនធីកនៅត្រង់ប្រអប់សិស្សទូទៅនេះធីកទាំងអស់គ្នាចំណែកឯអត្ថភាពនារីកូនសម្រាប់កូនដែលជាសិស្សស្រីកូនធីកថែមមួយទៀតដូច្នេះហើយសិស្សប្រុសធីកបាន1នៅខាងលើសិស្សស្រីធីកបានចំនួន2គឺសិស្សទូទៅនិងអត្ថភាពនារីលោកគ្រូអត់ទាន់និយាយដល់អត្ថភាពក្រីក្រនិងអត្ថភាពតំបន់ដាច់ស្រយាលទេលោកគ្រូនិយាយតែ2ខាងលើនេះបន្តមកទៀតកូនមើលទៅផ្នែកខាងក្រោមកូនធីកនៅត្រង់សិស្សចំណេះទូទៅធីកមកក្រោយពីកូនធីកនៅត្រង់សិស្សចំណេះទូទៅហើយយើងចូលដល់ចំណុចមួយទៀតដល់ឈ្មោះវិទ្យាល័យកន្លែងនេះកូនរៀននៅវិទ្យាល័យណាកូនបំពេញឈ្មោះវិទ្យាល័យយើងចូលតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាបាទក្រោយពីកូនបំពេញឈ្មោះវិទ្យាល័យដែលកូនកំពុងតែរៀនរួចរាល់អស់ហើយជំនាញបន្តមកទៀតកូនមើលទៅផ្នែកខាងក្រោមស្ថិតនៅឃុំសង្កាត់មានន័យថាវិទ្យាល័យយើងស្ថិតនៅក្នុងឃុំណាវិទ្យាល័យដែលកូនកំពុងតែរៀនណាបាទ
ស្ថិតនៅក្នុងឃុំណាស្រុកខណ្ឌខេត្តរាជធានីនៅត្រង់ចំណុចនេះកូនឃើញកឡនកន្លែងសម្រាប់យើងបំពេញនេះប្រហែលជារាងតូចអញ្ចឹងកូនអាចសរសេរកាត់បានសរសេរកាត់ណាបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាមកក្រោយពីកូនបំពេញចប់សពគ្រប់អស់ហើយយើងមើលសាថ្មីណាបាទលោកគ្រូសូមបញ្ជាក់សាថ្មីទី1គឺឈ្មោះវិទ្យាល័យដែលកូនកំពុងតែរៀនបច្ចុប្បន្នកូនរៀននៅវិទ្យាល័យណាកូនបំពេញមកទៅមកទៀតឃុំសង្កាត់មានន័យថាវិទ្យាល័យយើងវិទ្យាល័យដែលកូនកំពុងតែរៀនស្ថិតនៅក្នុងឃុំណាកូនបំពេញចូលមកឈ្មោះឃុំដែលវិទ្យាល័យយើងស្ថិតនៅស្រុកដោយសារនៅត្រង់ចំណុចនេះចន្លោះសម្រាប់យើងបំពេញអក្សររាងតូចកូនអាចសរសេរកាត់បានប៉ុន្តែបើកូនអាចសរសេរពេញបានកូនសរសេរពេញចូលមកបាទនេះគ្រូគ្រាន់តែឧទាហរណ៍ឲ្យកូនដើម្បីងាយស្រួលសរសេរបញ្ជាក់ម្ដងទៀតណាបាទសរសេរហាមកុសលុបឬក៏ប្រើទឹកលុបសរសេរមួយណាបាទក្រោយពីបំពេញចប់សពគ្រប់ហើយយើងមើលទៅផ្នែកខាងក្រោមលេខរៀងក្នុងបញ្ជីបេក្ខភាពកូនស្ថិតនៅក្នុងលេខរៀងបញ្ជីបេក្ខភាពលេខប៉ុន្មានយើងទៅមើលទាំងអស់គ្នាទៅមើលឯកសារលេខ8និងលេខ9បើកូនរៀនថ្នាក់វិទ្យាសាស្ត្រកូនមើលឯកសារលេខ8បើកូនរៀនថ្នាក់វិទ្យាសាស្ត្រសង្គមកូនទៅមើលឯកសារលេខ9យើងទៅបើកមើលទាំងអស់គ្នាលេខរៀងក្នុងបញ្ជីបេក្ខភាពសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រលេខរៀងក្នុងបញ្ជីបេក្ខភាពសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គមឧទាហរណ៍ថាកូនកំពុងតែរៀនថ្នាក់វិទ្យាសាស្ត្រចុះយើងបើកឯកសារមួយនេះមកដើម្បីមើលថាតើឈ្មោះកូនមានលេខរៀងក្នុងបញ្ជីបេក្ខភាពលេខប៉ុន្មានដើម្បីយើងយកទៅបំពេញចូលពាក្យសុំអាហារូបករណ៍ណាបាទតោះយើងបើកមកបាទក្រោយពីកូនធ្វើការបើកមើលលេខរៀងក្នុងបញ្ជីបេក្ខភាពឧទាហរណ៍គ្រូបើកថ្នាក់វិទ្យាសាស្ត្រណាបាទឧទាហរណ៍ថាខាងលើគេនេះចុះបាទ logo នេះគឺលេខរៀងក្នុងបញ្ជីបេក្ខភាពណាបាទលេខ1ហើយលេខ05ដងរួចលេខ1បាទនេះឈ្មោះគាត់ភេទណាបាទក្រោយពីកូនស្វែងរកលេខរៀងក្នុងបញ្ជីបេក្ខភាពឃើញហើយកូនយកមកបំពេញចូលនៅត្រង់ចំណុចនេះនៅត្រង់ចំណុចលេខរៀងក្នុងបញ្ជីបេក្ខភាពយើងមើលច្បាស់ណាបាទត្រង់ចំណុចមិញយើងមើលច្បាស់កែឡូច្រឡំលេខរៀងមិត្តភ័ក្តិយើងណាបាទតោះយើងចាប់ផ្ដើមបំពេញចូលមក105ដងហើយលេខ1បាទក្រោយពីកូនបំពេញលេខរៀងក្នុងបញ្ជីបេក្ខភាពចប់សពគ្រប់អស់ហើយយើងមើលទៅផ្នែកខាងក្រោមទៀតនៅត្រង់កន្លែងនេះខ្ញុំបាទនាងខ្ញុំឈ្មោះបាទមិញយើងបញ្ចូលលេខរៀងណាបាទបំពេញលេខរៀងនៅខាងលើបន្ទាប់មកទៀតយើងបំពេញឈ្មោះហើយភេទបន្ទាប់មកទៀតថ្ងៃខែឆ្នាំកំណើតបាទសូមបញ្ជាក់ម្ដងទៀតដោយសារតែលោកគ្រូបំពេញនៅលើកុំព្យូទ័រអាចនឹងរៀងយឺតបន្តិចណាបាទក្រោយពីកូនបំពេញលេខរៀងក្នុងបញ្ជីបេក្ខភាពហើយឧទាហរណ៍លេខរៀងថ្នាក់វិទ្យាសាស្ត្រលេខ1 05ដងហើយលេខ1បន្ទាប់មកទៀតខ្ញុំបាទនាងខ្ញុំឈ្មោះភេទស្រីកើតថ្ងៃទីខែនិងឆ្នាំកូនបំពេញទម្រង់បែបនេះមកបាទបន្ទាប់មកទៀតកូនកើតទីកន្លែងកំណើតនៅឃុំណាលោកគ្រូឧទាហរណ៍ទៅណាបាទគ្រូឧទាហរណ៍នៅឃុំស្រុកខេត្តលោកគ្រូបំពេញជាការឧទាហរណ៍ទេប៉ុន្តែជាក់ស្ដែងកូនកើតនៅឃុំណាស្រុកណាកូនបំពេញឲ្យបានត្រឹមត្រូវណាបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាសូមជាម្ដងទៀតនៅត្រង់ចំណុចនេះលោកគ្រូគ្រាន់តែបំពេញឧទាហរណ៍ទេទីកន្លែងកំណើតអាស័យដ្ឋានបច្ចុប្បន្ននេះគឺលោកគ្រូបំពេញជាឧទាហរណ៍ជូនកូនតែប៉ុណ្ណោះតបន្តមកទៀតអាស័យដ្ឋានបច្ចុប្បន្នកូននៅភូមិណាបាទកូននៅភូមិឃុំស្រុកខេត្តលេខទូរស័ព្ទសម័យខ្លួនយើងបំពេញមកបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នាបើមានលេខអាណាព្យាបាលទៀតកូនបំពេញចូលនៅត្រង់ចំណុចនេះមកបាទបំពេញដោយលោកគ្រូបញ្ជាក់ម្ដងហើយម្ដងទៀតថាប្រសិនបើ
កន្លែងកឡននេះធំយើងអាចសរសេរពេញបានយើងសរសេរពេញបើសិនជាកឡនដែលយើងបំពេញនេះរាងតូចដូចខាងលើនេះណាបាទរាងតូចកូនអាចសរសេរកាត់បានណាបាទតទៅមកទៀតយើងមើលទៅផ្នែកខាងក្រោមនៅត្រង់ចំណុចខាងក្រោមនេះកូនអានត្រួសមកដល់ឈ្មោះមុខជំនាញនិងលេខរៀងមុខជំនាញមកដល់ចំណុចនេះកូនត្រូវទៅបើកឯកសារទី6សៀវភៅកម្រងព័ត៌មានតោះដើម្បីកុំឲ្យខាតពេលយើងទៅបើកមើលទាំងអស់គ្នាលេខ6សៀវភៅកម្រងព័ត៌មានចុចបើកទាំងអស់គ្នាមកដើម្បីយើងចូលទៅមើលឈ្មោះមុខជំនាញនិងលេខរៀងបាទក្រោយពីកូនធ្វើការបើកឯកសារលេខ6សៀវភៅកម្រងព័ត៌មាននឹងបង្ហាញដូចនៅក្នុងវីដេអូបង្ហាញបែបនេះជំហានបន្តមកទៀតសូមកូនធ្វើការបើកសៀវភៅកម្រងព័ត៌មានទៅកាន់ទំព័រទី9យើងបើកទៅទាំងអស់គ្នាមកដល់ចំណុចនេះកូនអាចអានត្រួសទៅដើម្បីស្វែងយល់បន្ថែមសម្រាប់លោកគ្រូដោយសារតែលោកគ្រូថតវីដេអូដើម្បីកុំឲ្យវីដេអូវែងពេកកន្លែងនេះលោកគ្រូអត់បានអានឲ្យកូនទេកូនអានខ្លួនឯងនៅផ្ទះនេះលេខរៀងនិងមុខជំនាញឧទាហរណ៍លោកគ្រូបើកទៅខាងក្រោមទៀតមកដល់រៀងឆ្ងាយតិចមកបាទឧទាហរណ៍ថាលោកគ្រូស្រឡាញ់មុខជំនាញឯកទេសព័ត៌មានជានេះព័ត៌មានជាណាបាទតែមានលេខរៀងឡូរ៉ូនេះលេខរៀងបាទលេខរៀង53កន្លែងនេះណាយើងមើលច្បាស់តទៅមកលោកគ្រូត្រូវយកមុខជំនាញនិងលេខរៀងទៅបំពេញនៅក្នុងពាក្យសុំអាហារូបករណ៍យកមកបំពេញកន្លែងនេះមកបាទក្រោយពីបំពេញមុខជំនាញហើយយើងបំពេញលេខរៀងមុខជំនាញណាបាទមើលម្ដងទៀតឡូរ៉ូលេខរៀង53ឯកទេសឬក៏មុខជំនាញព័ត៌មានជាយើងទៅបំពេញនៅក្នុងពាក្យសុំអាហារូបករណ៍យើងបំពេញមុខជំនាញមុនបាទមុខជំនាញហើយលេខរៀងបាទយើងមើលច្បាស់ណាបាទប្រយ័ត្នដាក់មុខជំនាញព័ត៌មានជាស្រាប់តែដាក់លេខរៀងខុសណាបាទមើលច្បាស់ហើយលេខអារ៉ាប់គឺលេខនេះបាទនេះលេខអារ៉ាប់បាទទៅមកទៀតលោកគ្រូត្រូវទៅរកមើលមុខជំនាញទី2យើងទៅមើលសៀវភៅកម្រងព័ត៌មានយើងម្ដងទៀតដើម្បីរើសមុខជំនាញទី2បាទឧទាហរណ៍មុខជំនាញទី2លោកគ្រូស្រឡាញ់មុខជាគីមីគ្រូសុំមើលទៅខាងលើវិញបាទនេះបាទលេខរៀងទី4មុខជំនាញគីមីតោះលោកគ្រូសរសេរចូលក្នុងពាក្យសុំអាហារូបករណ៍បាទឈ្មោះមុខជំនាញគីមីលេខរៀងមិញលេខរៀងទី4ណាបាទមើលផងណាបាទគីមីឬក៏គីមីវិទ្យាកូនមើលពុំមែនមានតែលេខរៀងទី4ទេណាបាទអាចមានលេខរៀងផ្សេងពីនេះទៀតកូនមើលច្បាស់ណាបាទឥឡូវគ្រូបើកសាថ្មីនេះណាបាទបើសិនជាកន្លែងនេះសរសេរថាគីមីវិទ្យាកូនត្រូវសរសេរគីមីវិទ្យាបើសិនជាសរសេរកន្លែងមុខជំនាញកន្លែងនេះសរសេរគីមីទេកូនដាក់គីមីទេមកណាបាទពេលដែលកូនយកមកបំពេញនៅក្នុងពាក្យសុំអាហារូបករណ៍ណាបាទតាមតមកទៀតយើងបំពេញលេខរៀងមុខជំនាញលេខរៀងមិញលេខរៀងទី4ណាបាទតោះយើងទៀងទាត់មើលសាថ្មីមើលឲ្យច្បាស់ណាបាទតមកទៀតយើងមើលទៅខាងក្រោមនេះការជ្រើសរើសមុខជំនាញខាងលើនេះតាមរយៈយើងចាប់ផ្ដើមធីកគ្រីសណាបាទគ្រីសតាមរយៈខ្លួនឯងមកណាបាទតាមរយៈខ្លួនឯងទៅមកទៀតមើលទៅខាងក្រោមកូនអានខ្លួនឯងផងណាបាទអានផងគ្រូបានអានឲ្យកូនឯងទេដោយសារតែកុំឲ្យវីដេអូវែងពេកបាទទៅមកទៀតនៅត្រង់ចំណុចនេះកូនត្រូវធីកបាទគ្រីសណាបាទនេះធីកកន្លែងនេះមួយកន្លែងពាក្យសុំនេះណាបាទហើយជាមួយនឹងបង្កាន់ដៃទទួលពាក្យបាទពីទីតាំងណាបាទគ្រីសកន្លែងនេះទៅមកទៀតនៅត្រង់ខាងក្រោមនេះថ្ងៃទីខែឆ្នាំដែលកូនបំពេញពាក្យចុះយើងដាក់ថ្ងៃទី23ទាំងអស់គ្នាមកណាបាទថ្ងៃទី23ខែឧសភាឆ្នាំ2025យើងបំពេញទាំងអស់គ្នាមកណាបាទតោះយើងចាប់ផ្ដើមបំពេញទាំងអស់គ្នានៅត្រង់ចំណុចថ្ងៃទីខែឆ្នាំនេះកូនបំពេញដូចគ្នាមកណាបាទដែរដូចគ្នាមកយើងបំពេញថ្ងៃសុក្រ12រោចខែពិសាខបាទយើងមើលជាក់ស្ដែងទាំងអស់គ្នាធ្វើនៅខេត្តរាជធានីសៀមរាបថ្ងៃទី23ខែឧសភា
ឆ្នាំ2025តមកទៀតហត្ថលេខានិងឈ្មោះបេក្ខជនហត្ថលេខាយើងចាប់ដើមហត្ថលេខាមកបាទឧទាហរណ៍ទៅណាបាទហត្ថលេខានេះឧទាហរណ៍ទេបាទជាក់ស្ដែងកូនហត្ថលេខាកូនរៀងខ្លួនណាបាទតមកទៀតដាក់ឈ្មោះនេះហត្ថលេខាឈ្មោះនៅខាងក្រោមនេះណាបាទក្រោយពីកូនហត្ថលេខាហើយកូនដាក់ឈ្មោះនៅខាងក្រោមបាទហើយនេះគេហត្ថលេខានិងឈ្មោះបេក្ខជនអត់ដាក់អន្ទឹមទេណាបាទអត់ដាក់អន្ទឹមគ្នាចេះទេណាអត់ទេកូនត្រូវបំពេញឈ្មោះនៅខាងក្រោមហត្ថលេខាឃើញទេបាទបែបនេះណាបាទតោះប៉ុន្នេះសិនយើងមើលបញ្ជាក់ម្ដងទៀតគ្រូបញ្យល់ពីលើមកក្រោមបាទនៅត្រង់ចំណុចសិស្សទូទៅទាំងសិស្សប្រុសទាំងសិស្សស្រីកូនត្រូវធីកទាំងអស់គ្នានៅត្រង់សិស្សទូទៅទៅមកទៀតអត្ថភាពនារីកន្លែងនេះសម្រាប់កូនសិស្សស្រីកូនត្រូវធីកថែមនៅត្រង់កឡនអត្ថភាពនារីបាទកន្លែងនេះណាបាទចុះសិស្សនារីគ្រីសបាន2បាទធីកបាន2ណាបាទ2ទីតាំងសិស្សប្រុសកូនធីកបានតែ1ទីតាំងទេណាបាទទៅមកទៀតយើងមើលមកខាងក្រោមនៅត្រង់ចំណុចសិស្សចំណេះទូទៅហើយនេះយើងទាំងសិស្សប្រុសទាំងសិស្សស្រីកូនធីកទាំងអស់គ្នាបាទធីកទាំងអស់គ្នាណាបាទទៅមកទៀតឈ្មោះវិទ្យាល័យឈ្មោះវិទ្យាល័យដែលកូនកំពុងតែរៀនកូនរៀននៅវិទ្យាល័យណាកូនដាក់ឈ្មោះមកបាទហើយកឡននេះបើសិនជាតូចកូនអាចសរសេរកាត់បានបាទទៅមកទៀតស្ថិតនៅឃុំសង្កាត់មានន័យថាវិទ្យាល័យដែលកូនកំពុងតែរៀនបាទវិទ្យាល័យដែលកូនបំពេញឈ្មោះខាងលើនេះណាបាទវិទ្យាល័យកូនស្ថិតនៅក្នុងឃុំណាកូនបំពេញមកស្រុកខេត្តបាទទៅមកទៀតលេខរៀងក្នុងបញ្ជីបេក្ខភាពកូនស្ថិតនៅក្នុងលេខរៀងទីប្រមាណកូនទៅមើលបាទលោកគ្រូបង្ហាញហើយពីរបៀបក្នុងការចូលទៅមើលលេខរៀងក្នុងបញ្ជីបេក្ខភាពយកមកបំពេញលេខអារម្មណ៍ណាបាទលេខអារម្មណ៍មកទៅមកទៀតយើងមើលទៅផ្នែកខាងក្រោមទៀតខ្ញុំបាទនាងខ្ញុំឈ្មោះកូនឈ្មោះអីនេះលោកគ្រូគ្រាន់តែឧទាហរណ៍ទៅណាបាទសូមអធិស្ឋានម្ចាស់ឈ្មោះផងបាទលោកគ្រូឧទាហរណ៍ដើម្បីឲ្យងាយយល់បាទភេទកើតនៅថ្ងៃទីខែឆ្នាំបាទមើលជាគំរូនេះបាទទៅមកទៀតទីកន្លែងកំណើតកូនកើតនៅឃុំណាស្រុកខេត្តអាស័យដ្ឋានបច្ចុប្បន្នកូនរស់នៅភូមិណាឃុំស្រុកខេត្តឃើញទេបាទលេខទូរស័ព្ទសម័យខ្លួនបំពេញចូលមកលេខទូរស័ព្ទអាណាព្យាបាលបំពេញចូលដូចគ្នាបាទទៅមកទៀតយើងមើលទៅផ្នែកខាងក្រោមកូនអានផងណាបាទឈ្មោះមុខជំនាញមិនលោកគ្រូឧទាហរណ៍ហើយឈ្មោះមុខជំនាញកូនមើលច្បាស់លេខរៀងក៏មើលច្បាស់ដែរប្រយ័ត្នបំពេញខុសណាបាទមុខជំនាញទី1មុខជំនាញទី2ទៅមកទៀតការជ្រើសរើសមុខជំនាញខាងលើនេះតាមរយៈខ្លួនឯងធីកមកណាតាមរយៈខ្លួនឯងអត់មានណារើសឲ្យទេគឺរើសតែខ្លួនឯងទៅមកទៀតយើងអានហោហែមកដល់ខាងក្រោមកូនគ្រីសទាំងអស់គ្នាចំណុចលេខ1ពាក្យសំហារូបក2បង្កាន់ដៃទទួលពាក្យបាទធីកមកទៅមកទៀតថ្ងៃទីខែឆ្នាំដែលយើងបំពេញពាក្យសុំអាហារូបករណ៍ថ្ងៃទីខែឆ្នាំនេះកូនបំពេញថ្ងៃទីខែឆ្នាំឲ្យដូចគ្នាមកដូចគំរូដែលលោកគ្រូបង្ហាញនេះណាបាទថ្ងៃសុក្រ12រោចខែពិសានេះមកធ្វើនៅខេត្តសៀមរាបថ្ងៃទី23ខែឧសភាឆ្នាំ2025ហត្ថលេខាបេក្ខជនណាបាទហត្ថលេខាហើយឈ្មោះដែលកូនបំពេញពាក្យសុំអាហារូបករណ៍ណាបាទហត្ថលេខានៅខាងលើឈ្មោះនៅខាងក្រោមអត់ទៅដាក់អន្ទឹមគ្នាណាបាទនេះជាគំរូបាទអរគុណច្រើនចំពោះវីដេអូទី1គឺមានតែប៉ុណ្្នេះទេកូនមើលម្ដងហើយម្ដងទៀតជៀសវាងការបំពេញខុសដោយប្រការណាមួយអរគុណច្រើនចំពោះការទស្សនាវីដេអូទី1ជួបគ្នានៅវីដេអូទី2បន្តទៀត